បាទស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះខ្ញុំសូមចែករំលែកបងប្អូនបន្តិចពាក់ព័ន្ធជាមួយនឹងការយើងកំណត់permission របស់អឺរបស់កម្មវិធីនៅលើកុំព្យូទ័ររបស់យើងបងប្អូនព្រោះពេលខ្លះនៅយើងអ្នកប្រើប្រាស់យើងអត់ដែលដឹងទេថានៅលើកុំព្យូទ័ររបស់យើងអាចកំណត់ permission អឺនេះបានកំណត់ permission app របស់យើងបានណាវាដូចនៅលើទូរស័ព្ទយើងដែរទូរស័ព្ទយើងឧទាហរណ៍បងប្អូន install កម្មវិធី app ឲ្យមួយវាតែងតែសួរបងប្អូនថាតើឲ្យដើម្បីថាឥឡូវ app នេះត្រូវការ access ត្រូវការប្រើកាមេរ៉ាត្រូវការប្រើ microphone ត្រូវការ access ទៅកាន់ photo របស់ទូរស័ព្ទយើងត្រូវការ access អី location របស់ទូរស័ព្ទយើងតើយើងអនុញ្ញាតឲ្យវា access ដែរឬអត់ឬមួយក៏អនុញ្ញាតឲ្យវាប្រើបានដែរឬអត់អញ្ចឹងណាអញ្ចឹងនៅក្នុង Windows របស់យើងនេះក៏មានដូចគ្នាដែរបងប្អូននៅក្នុង Windows របស់យើងនេះគេមានកន្លែងមួយគឺគេហៅថា app permission នេះ app permission នេះបានន័យថាយើងកំណត់វាថាឥឡូវកុំឲ្យវាប្រើ location ឬមួយក៏វាកុំឲ្យវាប្រើកាមេរ៉ាឬមួយក៏កុំឲ្យវាប្រើ microphone របស់យើងអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះវាល្អត្រង់ចំណុចហ្នឹងមួយគឺត្រង់ថាជិះវៀងទៅក្នុងកម្មវិធី app ហ្នឹងវាលួចថតទិន្នន័យឬមួយក៏លួចយកទិន្នន័យយើងដោយអត់ដឹងខ្លួនអញ្ចឹង Windows គេមាន setting កន្លែងហ្នឹងកំណត់មកតង់ទៀតដើម្បីកុំឲ្យវា access បានអូខេកុំឲ្យវា access បានអញ្ចឹងតើឥឡូវដើម្បីចូលទៅរកកន្លែងហ្នឹងទៅទីតាំងហ្នឹងខ្ញុំសូមប្រាប់ម្ដងទៀតបងប្អូនមកក្នុងចុចនៅលើ Windows នេះមួយមកបងប្អូនយកពាក្យថា setting បន្តមកទៀតបងប្អូនមើលខាងឆ្វេងនេះបងប្អូនរកពាក្យថា privacy and security បន្ទាប់ពី privacy security នឹងហើយបងប្អូនមកកណ្ដាលវិញ scroll ចុះក្រោមបន្តិចបងប្អូននឹងឃើញនេះផ្នែកមួយនេះគេដាក់ថា app permission អញ្ចឹងនៅក្នុង app permission នេះបងប្អូនអាចចូលមើលកំណត់ទៅតាមនេះ device មួយឧទាហរណ៍ថាឥឡូវនៅក្នុង location នេះមានខ្ញុំអត់បើកទេតែបើសិនជាយើងបើកយើងអាចកំណត់បានយើងអាចកំណត់ app ទាំងអស់ហ្នឹងបានថាឥឡូវនេះកាមេរ៉ា map អីហ្នឹងក៏វាទាមទារប្រើ location របស់យើងដែរអញ្ចឹងតើយើងអនុញ្ញាតឲ្យ app ទាំងអស់ហ្នឹងវា access location របស់យើងដែរអត់អញ្ចឹងណាអូខេនៅមានកម្មវិធីច្រើនផ្សេងទៀតគីឡូតែដោយសារតែខ្ញុំ install តែប៉ុណ្្នឹងអញ្ចឹងវាអត់ទាមទារដែរទេអញ្ចឹងខ្ញុំក៏បិទទៅវិញខ្ញុំអត់ដែរប្រើដែរ location ហ្នឹងខ្ញុំទុកទៅចោលទេអូខេអញ្ចឹងខ្ញុំមកនេះម្ដងទៀតខ្ញុំទៅរកមើលកាមេរ៉ាវិញតើ app ណាខ្លះដែលវាទាមទារប្រើកាមេរ៉ាអូខេខ្ញុំបានបើកកាមេរ៉ាឲ្យវាប្រើអញ្ចឹងដូចជានៅក្នុងនេះខ្ញុំក៏អត់មានបើកអីទៀតដែរបានន័យថាកាមេរ៉ានេះខ្ញុំបើកវាចោលហើយប៉ុន្តែ app ទាំងអស់ហ្នឹងខ្ញុំអត់ដែរមានអនុញ្ញាតឲ្យប្រើកាមេរ៉ាទេអូខេខ្ញុំអត់មានអនុញ្ញាតឲ្យប្រើកាមេរ៉ាទេឃើញទេអបនេះកាមេរ៉ា original របស់ Windows នេះក៏វាបិទអូតូដែរខ្ញុំអត់ឲ្យប្រើទេហើយមាន Microsoft Teams មានអីនេះក៏ខ្ញុំបិទដែរអត់ឲ្យប្រើទេតែជាក់ស្ដែង app ទាំងអស់ហ្នឹងបើសិនខ្ញុំអត់បើកផងខ្ញុំបិទចោលទាំងអស់ប្រើទៅអូខេអញ្ចឹងយើងមកនេះមួយទៀតយើងសាកមើល microphone អូខេ microphone មានខ្ញុំបើកឲ្យប្រើ microphone ហើយនៅក្នុងហ្នឹងមាន2ខ្ញុំឲ្យ sound recorder sound recorder មួយហើយនឹងកម្មវិធីដែលយើងសម្រាប់ record screen មួយដែលនេះបងប្អូនគេដាក់ប្រាប់ហ្មងគេប្រាប់យើងថានេះ currently in use ដែលខ្ញុំកំពុងប្រើនេះខ្ញុំកំពុង record ហ្នឹងគឺយើងប្រើដែរហើយ Telegram នេះខ្ញុំអនុញ្ញាតឲ្យប្រើ microphone នៅលើបានន័យថានៅលើកុំព្យូទ័ររបស់នៅលើ laptop បើនៅ laptop វាមាន automatic microphone ណាតែបើនៅលើ desktop ឯងអាចប្រហែលជាយើងប្រើកាសឬមួយក៏យើងប្រើmicrophone ខាងក្រៅបន្ថែមអូខេអញ្ចឹងនៅក្នុងនេះនៅវាមានច្រើនទៀតដែលបងប្អូនអាចចូលទៅមើលបានមានទាំង voice activate មានទាំង call មានទាំង contact នឹងនៅលើកុំព្យូទ័រនេះគឺយើងមាន contact ណាបងប្អូនប្រយ័ត្នអត់ដឹងហើយ phone call នេះក៏មានដែរប៉ុន្តែនឹងប្រើជាប្រភេទគេហៅ mirror បានន័យថាប្រើ Microsoft Phone ណាអាហ្នឹងគេប្រើ mirror ជាមួយទូរស័ព្ទអាហ្នឹងខ្ញុំអត់បានធ្វើវីដេអូឲ្យបងប្អូនទេអាហ្នឹងបើមានពេលខ្ញុំធ្វើតាមក្រោយទៀតអញ្ចឹងនឹងវាមាន option ច្រើនទៀតនេះដូចជា access ចូលទៅកាន់រូបភាពអី file system ហ្នឹងគឺយើងកំណត់បាននៅក្នុងហ្នឹងទាំងអស់អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេចែករំលែកជូនបងប្អូនណាអញ្ចឹងបងប្អូនបើសិនជាចូលចិត្តជួយ like ជួយ share មួយផងហើយរងចាំវីដេអូក្រោយទាំងអស់គ្នាមួយទៀតអរគុណច្រើន